ចឹងអ្នកទាំងអស់គ្នាថ្ងៃនេះយើងមក review ភូមិសន្តិភាព2ដែលភូមិសន្តិភាពមួយហ្នឹងគឺបានគេគឺភូមិសន្តិភាពមួយហ្នឹងគឺស៊ីងបានធ្វើឲ្យក៏បានផុសដែរតែខ្ញុំអត់បាន reaction អញ្ចឹងថ្ងៃនេះខ្ញុំមកសុំ reaction វីដេអូភូមិសន្តិភាពទី2ណាក៏ប៉ុន្តែខ្ញុំក៏នៅក្នុងហេតុការណ៍ហ្នឹងដែរតែគ្រាន់ថាចង់ដឹងថាពេលកាត់វីដេអូហើយពេលផុសហើយវាល្អមើលឬក៏វាមាន action យ៉ាងម៉េចអីយ៉ាងម៉េចតែយើងទៅមើលវីដេអូទាំងអស់គ្នាពេញថាវាអូរយៈពេលកន្លះម៉ោងដែរកប់សេរីវីដេអូវែងមែនតើកន្លះម៉ោងនេះគឺជាភូមិសន្តិភាព2ដែលនៅក្នុងគឺមានផ្ទះស្អាតជាច្រើនជាពិសេសនោះគឺផ្ទះមួយនេះដែលគេសាងសង់មកបែបគ្រីស្មាសមានដើមឈើគ្រីស្មាសនិងកាដូគ្រីស្មាសផងដែរហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺនៅមានកន្លែងលេងជាច្រើនទៀតដូចជាកន្លែងលេងមួយនេះដែលមានឈ្មោះថាកន្លែងប្រណាំងទូកហើយខ្ញុំក៏បានចោះឈ្មោះប្រណាំងទូកមួយគេដែរចង់ដឹងអត់ថាខ្ញុំប្រណាំងឈ្នះគេជាប់លេខប្រមាណដែរតាមដានវីដេអូទាំងអស់គ្នាក៏នៅតែអត់ទាន់អស់ដែរនៅមានកន្លែងស្អាតជាច្រើនទៀតដូចជាកន្លែងនេះនិងកន្លែងនេះដែលខ្ញុំសូមលាក់សិនយើងតោះទៅតាមដានទាំងអស់គ្នាថានៅក្នុងភូមិនេះមានអីយើងលេងមានអីយើងមើលខ្លះបន្តចុះសិនមុននឹងចូលសង្ឃឹមថាគ្នាយើងនឹងចុច like ឬមួយក៏ចុចបេះដូងទៅលើវីដេអូហ្នឹងហើយពេលមុននឹងចូលវីដេអូមុននឹងចូលទៅមើលវីដេអូអ្នកនរគ្នាកុំភ្លេចចុច like subscribe ហើយដាក់រូបបណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតនេះម្នាក់មួយផងដើម្បីឲ្យកន្លែងចិត្តកម្មអ្នកសាងសង់ចាទេខ្ញុំអត់ទាន់បានមើលវីដេអូនេះគឺខ្ញុំអត់ទាន់បានមើលទេខ្ញុំអត់ទាន់បានមើលអញ្ចឹងយើងមកមើលទាំងអស់គ្នាមួយគ្នាយើងដោយសារតែខ្ញុំនៅក្នុងហេតុការណ៍ហ្នឹងអញ្ចឹងខ្ញុំអត់ទាន់បានមើលវីដេអូពីមជ្ឈដ្ឋាននៅខាងក្រៅឬក៏វាអីហើយខ្ញុំក៏អត់បានចាំអីទាំងអស់សាច់រឿងអីទាំងអស់ដែរអញ្ចឹងយើងចង់ដឹងថាសាច់រឿងទាំងអស់ហ្នឹងវីដេអូហ្នឹងវាទៅជាយ៉ាងណាតោះយើងទៅមើលទាំងអស់គ្នាហើយមួយទៀតដែលមិនអាចភ្លេចបាននោះគឺ subscribe និងបាក់សញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងកុំឲ្យកាត់ពេកចាប់ទៅអរ៉ាទាំងអស់គ្នាអញ្ចឹងសូមស្វាគមន៍មកកាន់ភូមិសន្តិភាព2អូខេអ្នកនរគ្នាមើលទៅនឹងមាន Salmaster Varagon KH Pro អានេះ Sing Master នេះខ្ញុំហើយនេះ Baby Angel Mai Maki Lina អានេះ Morosa អូខេអូ Morosa គេមានមួកគេទៀតនេះមួក Christmas អានេះ Skin Sing យេអញ្ចឹងទី1ដំបងគេមកអស់គឺយើងចាប់ផ្ដើមស្អាតមែនតើនេះអូពេលគាត់ដាក់ shadow មើលពីលើអញ្ចឹងទៅស្អាតមែនតើនេះកន្លែងនេះអំពីកន្លែងនេះទៅអញ្ចឹងកន្លែងនេះខ្ញុំមិនដឹងថាកន្លែងអីទេតែបើតាមមើលទៅដូចជាកន្លែងប៉ណ្ណឹងឡានគ្នាយើងនេះកន្លែងនេះគឺកន្លែងប៉ណ្ណះទូកហើយដូចឡានប៉ណ្ណះ កន្លែងប៉ណ្ណឹងទូកគេសតទេប៉ណ្ណឹងទូកអូខេនៅក្នុង Minecraft មានឡានទេមានទូកហ្នឹងហើយមកឥឡូវយើងប៉ណ្ណឹងមែនឥឡូវប៉ណ្ណឹងលែងហ្នឹងមែនអាហ្នឹងចាំប៉ណ្ណឹងហើយគាត់ណាមើលសិនអីចឹងអូដើមមើលសិនគេអត់ឲ្យប៉ណ្ណឹងឯងឲ្យដើមមើលសិនអូខេកន្លែងនេះគឺកន្លែងរាយឈ្មោះ member អញ្ចឹងទាំងអស់គ្នាមើលខ្លួនឯងទៅមានឈ្មោះពួកគាត់នៅខាងលើហ្នឹងខ្ញុំសុំអត់អានទេព្រោះច្រើនពេកនេះអញ្ចឹងសិតអត្តកម្មពួកគាត់ទាំងអស់គ្នាអញ្ចឹងម្ដងទៀតគ្នាយើងកន្លែងនេះគឺជាកន្លែងប៉ណ្ណឹងទូកប៉ណ្ណឹងឡានហើយការសាងសង់របស់គាត់គឺស្អាតមែនទែនសាងសង់ដោយ Lida Rura អូខេអញ្ចឹងកញ្ញាសង់កន្លែងហ្នឹងម្នាក់ឯងមានអ្នកគេជួយទេម្នាក់ឯងមានជួយពី Baby Angel ជួយរោតកកអូជួយរតកអូ Baby Angel ជួយរតកអូខេគេសហការគ្នាបានល្អតាអញ្ចឹងយើងចាញ់ពីតំណឹងសិនទីទៀតចាំយើងមកតំណឹងទូកវិញហ្នឹងហើយហើយកន្លែងនេះគឺកន្លែង Christmas Zone អូកន្លែងនេះ Christmas Zone អូសារគ្នាយើងសារទៅនេះលយ Christmas ខ្ញុំអត់មាននិយាយច្រើនខ្ញុំអត់ reaction ច្រើនទេព្រោះចូលចិត្តផ្ទះនេះទៅគឺស៊ីងតែចូលចិត្តនិយាយជំនួសទាំងអស់ហ្នឹងក្រៅមកហ្នឹងហើយយើងមើលទៅវីដេអូស៊ីងក៏យល់ដែរស៊ីងចង់និយាយពីអីអូ Lida ទៀតអីមួយ Baby Angel អូដោយសារតែខ្ញុំភ្លេចមើលដោយសារតែខ្ញុំ react ទៅឈប់គឺខ្ញុំបាំង boxing អូមួយថ្ងៃហើយខ្ញុំបាំង boxing អញ្ចឹងខ្ញុំសូមដាក់ខ្ញុំទៅមកខាងទៀតមកណែកប់សេរីបាទឃើញទេឥឡូវយើងមើលពេញទាំងអស់គ្នាបាំងស៊ីងនេះឃើញពេញណាអូខេប៉ុណ្ណឹងយើងចូលមកគឺយើងមាន snowman ទេចេញក្រៅបាត់ឡើយចេញបាត់វាចូលមកចេញក្រៅបាត់ឡើយក្នុងហ្នឹងគឺគាត់ចាំជាមួយនឹងមនុស្សតកនេះអូខេអញ្ចឹងកណ្ដាលនេះគឺមានដើម Christmas នេះគាត់សង់ដើម Christmas ដែរដើមឈើ Christmas ទៀតនេះគឺមានផ្ទះ camping បែប Christmas ដែរមានកដោទៀតអាយ៉ានេះកដោនេះចង់បានកដោប៉ាក្រហមនេះកដោតាំងហ្នឹងបើអត់កើតអូកដោតាំងឲ្យបើកើតដល់នេះយើងឥឡូវនេះគឺគាត់មានកដោជូនខ្ញុំនេះ 2KH Pro ហ្នឹងហើយគាត់មានកដោជូនខ្ញុំចង់បានកដោប៉ាក្រហមឥឡូវគាត់រៀបចំកដោប៉ាក្រហមឲ្យខ្ញុំហីឥឡូវសុំបាក់កដោមួយសិនអត់កដោមួយសិនកដោគេឲ្យអីគេនេះយើងអូកៅ
អាវពណ៌ក្រហមមិនស្អាតនេះគឺកាយ Christmas អញ្ចឹងគ្នាយើង KH គាត់បានឲ្យកដោខ្ញុំសូមអត់ទៅកាន់ channel របស់ KH មួយគឺមានឈ្មោះថា KH CVD ហ្នឹងហើយ subscribe ទៅ KH យើងអាចចូលទៅ subscribe ឲ្យ channel គាត់បានហើយគាត់ដូចជា live នៅក្នុង P4 ដែរត្រូវហើយ បាទបាទ អូខេអញ្ចឹងគ្នាយើងអាចទៅ subscribe គាត់បានហើយមានផុសវីដេអូអីផ្សេងទៀតអត់ អលីឡងនេះ អូលីឡំគ្នាពី content Minecraft ណា បាទ អូខេអញ្ចឹងគ្នាយើងចូលចិត្តមើល content Minecraft អាចទៅ subscribe គាត់បានហ្នឹងហើយតែអញ្ចឹងគ្នាយើងម្ដងទៀតកន្លែងនេះគឺមានដើម Christmas ហើយមាន team Christmas អីបន្តិចតួចដូចគ្នាយើងបានឃើញអញ្ចឹងហ្នឹងហើយជាពិសេសខាងក្រៅមើលមកគឺស្អាតមែនតើអញ្ចឹងយើងបន្ទាប់យើងចេញពីនឹងមកនៅទល់មុខហ្នឹងគឺយើងមានហាងមួយមានឈ្មោះថា Baby Angel Shop ហ្នឹងហើយអរសួស្ដី Baby Angel មានលក់អីទៀតដែរអត់និយាយ វាចាស់ឡើយមានមើលវីដេអូហ្នឹងអត់មានពុំមើល live ហ្នឹងអត់ ងម៉ែ Golden Carrot 1000ដុល្លារម៉ែ2000 1500អីគេថោកជាងគេនេះយើងមៀល10រៀលអស់ទិញទៅដល់គោផឹកហ្នឹងហើយសុំដល់គោមួយកែវ នេះគីវ អូថៃទៀតយ៉ាអូ give ថ្ងៃ Christmas ចឹងគ្នាយើងមានកាដូអីថ្ងៃ Christmas ឲ្យខ្ញុំដែរគឺ comment ដាក់ឲ្យខ្ញុំខាងក្រោមផងហ្នឹងហើយអូ give ច្រើនណាស់មាននំ cake មានអីទៀត តែខ្ញុំ reaction ទៅវាផុតថ្ងៃ Christmas ហ្នឹង មានកាដូប៉ក្រហម 3ថ្ងៃហ៎ និយាយទៅគេដឹង ថ្ងៃ ជួយប៉ក្រហម 28 មែនងំសិនរបស់ញ៉ាំហ្នឹងរបស់ញ៉ាំក៏បានដែរបើកន្លែងគាត់លក់របស់ញ៉ាំហ្នឹងមានតែរបស់ញ៉ាំឲ្យអញ្ចឹង Baby Angel មកអរគុណយើងឲ្យ pay លុយគាត់មិញទៅដល់គោ$10ហ្នឹងហើយ$10អញ្ចឹងហាងរបស់គាត់នេះគឺមានសាគូរ៉ាអមសងខាងហើយនៅខាងក្រោយហ្នឹងគឺមានកន្លែងអង្គុយដែរអញ្ចឹងបើចង់មកអង្គុយនៅខាងក្រោយហ្នឹងក៏បានដែរនេះមានកន្លែងអង្គុយមានអីដែរហ្នឹងហើយគឺរៀបចំបែបសួនបែបអីអញ្ចឹងទៅមកដើមមកមុខតទៀតយើងមានកន្លែងនេះកន្លែងអីគេនេះមានក ន្លែង spawn អូកន្លែង spawn ណា កន្លែង spawn អញ្ចឹងបងមកគឺនៅទីហ្នឹង គេមានទង់ជាតិខ្មែរបិទជាប់ហ៎ អូទង់ជាតិខ្មែរយ៉ាទង់ជាតិខ្មែរអូបន្ទាប់ទៀតគឺយើងមកដល់ផ្ទះនេះអូផ្ទះភីងភីងទៀតហើយផ្ទះនេះខ្ញុំទាថាផ្ទះរបស់មនុស្សស្រីឥឡូវយើងអានឈ្មោះគាត់សិនអូម៉ូរ៉ូសាប្រុសស្រីមកប្រុសស្រី Morosa ប្រុសទេ ឡើងភីងភីងខ្ញុំថាផ្ទះស្រីតាតែរៀនមើលបានតែគាត់ឡើងចេញមកភីងភីងបែបស្រីស្រីហើយដល់ពេលចេញមកម្ចាស់ប្រុសឯណា ផ្ទះនេះសម្រាប់តែផ្ទុកអីវ៉ាន់ទេផ្ទះនេះអត់មានតែអីផ្សេងទេផ្ទុកអីវ៉ាន់ដូចចូលទៅបានឃើញហ្នឹង ផ្ទះហ្នឹងអត់មានអីអញ្ចឹងបាច់ចូលណា ចូលមើលបានតែឃើញស្អាតហ៎ អូចូលបានអូខេតតអនុញ្ញាតពីម្ចាស់ផ្ទះគេបើយើងហ៊ានចូលនេះយើងចូលមកនេះក្នុងផ្ទះក៏អូមានកន្លែងដាក់អីវ៉ាន់អីអញ្ចឹងទៅអូខេ channel ដោយសារតែ Christmas សូមបញ្ជាក់ដោយសារតែ Christmas អញ្ចឹងទៅ Christmas ទៅ Minecraft គឺអាប់ដេតចេញទៅអញ្ចឹងហ្នឹងឯង Minecraft គេ update ថ្ងៃ Christmas បើតែគេអាប់ដេតដល់មួយថ្ងៃ ឥឡូវគេដកចេញវិញនៅឥឡូវពេលមើលហ្នឹងខ្ញុំអត់បានដឹងទេគេដកចេញវិញនៅ អូចង់លើមានអីវ៉ាន់តិចតួចអីវ៉ាន់ដែរហ្នឹងឯងអូផ្ទះនេះភាគច្រើន តែ គឺ ថ្ងៃ អីវ៉ាន់ មុនថ្ងៃ Christmas មួយថ្ងៃគឺគេដាក់ កន្លែងចាត់នេះអូខេខាងមុខនេះគឺ ដូចអារៀបកាដូ Christmas ណាខាងមុខមើលទេសភាពភូមិអីអញ្ចឹងទៅហ្នឹងឯង ឥឡូវយើងចាប់ដើមមកខាងនេះ នេះខាងក្រោយផ្ទះហ៎ នេះខាងក្រោយផ្ទះ អូផ្លូវអូស្អីគេហ្នឹងផ្លូវក្រោមដីមែនអូយយើងគ្នាស្វាគមន៍មកកាន់រាងបាល់នៅក្នុងភូមិសន្តិភាព2ហ្នឹងឯងនេះសំខាន់គឺអត់ចោលទង់ជាតិខ្មែរទេខ្ញុំសរសើរគ្នាយើងហ្មងទង់ជាតិខ្មែរហ្នឹងទៅភូមិណាក៏មានមែនខ្ញុំជឿហ្មងអាហ្នឹងគឺខ្ញុំសរសើរចេញពីចិត្តស្មោះតែម្ដងហ្នឹងឯងហើយគ្នាយើងមើលបានគឺតារាងបាល់អីចឹងមកតែស្ដាយតែនៅក្នុង ស្នាដៃ Morosa សរសើរណាស់ បើមានបាល់វិញយើងតត់បាល់លេងទាំងសប្បាយកម្រិតណានេះសង្ឃឹមថាថ្ងៃណាមួយ Minecraft នឹងដាក់បាល់ចូលក្នុងហ្គេមហ្នឹងឯងធ្វើឲ្យយើងតត់បាល់តត់អី Minecraft ដាក់បាល់បានអេម យើងបានតែមើលទេយើងលេងកើតទេគ្មានបាល់លេងហ្មងអញ្ចឹងជាបន្តទៀតគឺយើងមកមើលផ្ទះ Baby Angel ហ្នឹងឯងអញ្ចឹងផ្ទះ Baby Angel នេះខ្ញុំលើកថាផ្ទះគាត់គឺផ្ទះបែបលំហែផ្ទះបែបជួលអីឲ្យគេលំហែអញ្ចឹងទៅហ្នឹងឯងអញ្ចឹងគ្នាយើងអ្នកចង់លំហែអាចទៅជួលកន្លែងគាត់ឲ្យលុយគាត់ទៅគាត់ឲ្យគ្នាយើងស្នាក់នៅលំហែបានហ្នឹងឯងខ្ញុំមិនដឹងថាមួយយប់ប្រហែលមួយថ្ងៃប្រហែលអីទេតើឥឡូវទៅមើលទាំងអស់គ្នាថាមានរូបរាងបែបណាយើងអាចចូលផ្លូវហ្នឹងមកមានចដាមួយឡើងទៅខាងលើមានឆ្វេងស្ដាំខាងស្ដាំនេះគឺមានសួនគូស្នេហ៍អញ្ចឹងទៅមកជាគូស្នេហ៍ក៏បានដែរមានបេះដូងមានអីសួនគេលយហ្នឹងឯងសំខាន់ខាងនេះគឺមានផ្ទះឆ្កែទេនេះផ្ទះឆ្កែហ្នឹងឯងតើឥឡូវយើងឡើងទៅខាងលើកុំឲ្យខាត់ពេកយើងទៅលើហ្មងតើឡើងលើខ្ញុំចង់ឃើញផ្ទះលំហែគាត់មានរូបរាងបែបណានេះយើងចង់ឃើញដែរឡើងមកខាងលើគឺមានចដាពីរព្រែកទៀតតើឥឡូវតាមគាត់សិន គេហៅ homestay homestay អូខេកន្លែងស្នាក់នៅតែម្ដងណាខាងចុងក្រោមគឺមានសាឡុងមានអីចឹងទៅខាងលើគឺមានកន្លែងគេងកន្លែងអីចឹងទៅហ្នឹងឯងផ្ទះលំហែគឺប៉ុណ្ណឹងនេះចឹងអញ្ចឹងខ្ញុំហោះគ្នាយើងមើលបន្តិចទៅនៅពីខាងលើគ្នាយើងមើលបានគឺមានផ្ទះជាច្រើនតាមយើងមើលហ្នឹងគឺមានផ្ទះជាច្រើនពេលគាត់ដាក់ shader ខ្ញុំមើលទៅពិសាយើងចូលមិញហើយបន្ទាប់ទៀតគឺយើងមានផ្ទះខាងនេះមានផ្ទះខាងនេះមានផ្ទះខាងនោះគឺលក្ខណៈស្ពានដើរទៅអញ្ចឹងតែម្ដងហ្នឹងឯងវាប្លែកមួយយ៉ាងដែរតាណាទៀត គាត់900,000នេះស្អីគាត់ នេះប្រេះ ហ៎ នេះពុតថ្មិញតែប្រេះ តែគេមាននេះពុតធ្មេញពាក់ប្រេះជាបន្តវិញយើងបានមើលរូបសំណាក់នេះពាក់ប្រេះបានអានេះ concept គេប្លែកគ្នាប្លែក តែមានកន្លែងហាត់ប្រាណនេះកន្លែងហាត់ប្រាណ មានកន្លែងហាត់ប្រាណទៀត
ឯណាកន្លែងហាត់ប្រាណណាអូនេះកន្លែងហាត់ប្រាណកន្លែងប្រម៉ាយដុំដៃធំនេះធំជាងខ្លួនខ្ញុំទៀតខ្ញុំលើកឲ្យរួចមិញថាសាកលើកដុំដៃខ្ញុំមើលដុំដៃធំពេកបាច់លើកនេះមើលដុំដៃប៉ុណ្ណានេះមើលខ្លាំងចូលលើកឲ្យខ្ញុំមើលមើលលើកមកអូរួយ ឥឡូវគ្នាយើងប្រៀបធៀបមើលទៅក្បាលគាត់ប៉ុណ្នេះគេដុំដៃធំជាងក្បាលគាត់ទៀតដុំដៃធំពេកតាលើករួចហើយតែលំហែគេមានកន្លែង enchant ទៀតនេះអូខេមកដល់បន្ទប់នេះគឺបន្ទប់ enchant ហ្នឹងគ្នាអាច enchant នេះតែនឹងបានហ្នឹងហើយតែលំហែគេអត់មែនអត់បច្ចោភ្ញៀវចង់មក enchant គឺអាច enchant បានទៀត កន្លែងនេះកន្លែងទុក inventory ទុក event អូខេយើងដើរពីនេះមកគឺយើងមកដល់កន្លែងខាងនេះគឺ room inventory baby angel គឺ stock event របស់ baby angel នេះអូនេះគឺមាន event ច្រើនដែលគាត់ stock នៅទៅនឹងហ្នឹងហើយនេះខាងនេះខ្ពស់ណាស់យើងអាចមើលទេសភាពខាងក្រោមបានដែរនេះខាងនេះគឺឡើងមករៀងខ្ពស់នេះខ្ញុំសិននេះខ្ញុំមើលឃើញសំពៅសំពៅនេះទៅណាវិញ បើនោះគឺសម្រាប់ឈ្មួញតែគាត់មកពីឆ្ងាយមកពីបរទេសឆ្លងមកអីចឹងហើយគាត់មកលំហែហ្នឹង មានសំពៅនេះមានកន្លែងត្រូវទៅហ៎មានកន្លែងអាចជិះសំពៅនឹងបានហ៎មានអូខេទីជិះសំពៅអញ្ចឹងជាបន្តទៀតគឺយើងមកដល់កន្លែងអាគារកំពុងតែសាងសង់ហ្នឹងហើយអានេះគឺគាត់យកកន្សឹបបែបសាងសង់នេះអញមើលបាននេះអញ្ចឹងអាគារកំពុងសាងសង់គឺមានចម្រឹងដែកមានស្អីគេសម្រាប់លើកអានគេហៅគេបង ក្រែន ហ្នឹងហើយក្រែនដៃអីមកនេះកំពុងតែលើកអីវ៉ាន់លើកអីចឹងទៅហ្នឹងហើយអញ្ចឹងគឺលយមែនតើអូមានកម្មករសំណង់ក្នុងហ្នឹងមួយដែរមកកម្មករសំណង់នេះពាក់សកអាវមាសនេះតើអញ្ចឹងក្នុងផ្ទះនេះយើងអាចមើលបានតែពីខាងក្រៅទេយើងទៅមើលខាងក្នុងក៏អត់មានអីមើលដែរព្រោះសាងអត់ទាន់ហើយទេអូផ្ទះនេះកាចមែនទេអូនណាគេបង សាលម៉ាសឺ តែអញ្ចឹងខាងនេះគឺផ្ទះរបស់សាលម៉ាសឺម្ចាស់ផ្ទះគាត់នៅណាបងត្រូវទេ អត់នៅទេ អូខេម្ចាស់ផ្ទះអត់នៅទេអញ្ចឹងយើងអាចមើលពីខាងក្រៅបានមិនកាចទេពេកតែគាត់ថាវាចេញមកកាចជាងគេក្នុងភូមិនេះបងនិយាយព្រោះក្នុងភូមិនេះភាគច្រើនគឺបែបភីងបែបផ្ទះធម្មតាតែខាងនេះគឺចេញមកបែបកាចតែម្ដងហ្នឹងហើយទៅមើលខាងក្នុងតិចបានទេបង បាន មកចង់នៅខាងក្នុងគាត់មានអីគេអូក្នុងទ្វារផ្ទះគាត់គឺផតថអញ្ចឹងហ្មងឡុកអូ នេះវាតាឡុងគេអ្នករស់ស៊ីគេអង្គុយតំណងនេះតា ឡយតែយ៉ាងនេះគាត់ដេកឡយខាងក្នុងឡយនេះមើលខ្លួនឯងចាស់ស្ដែងបានមានចរាឡើងទៅលើនេះតោះឡើងលើបងឡើងមកខាងលើមកគឺមានកន្លែងដាក់អីវ៉ាន់អញ្ចឹងទៅនេះ stock inventory គាត់នេះចឹងមើលនៅក្នុងវីដេអូអាចតែលងឹតទេព្រោះវាដាក់ shader អត់ទេប៉ុណ្ណឹងមើលទៅវាមានភ្លឺអត់មានភ្លើងមកអីដល់ម្ចាស់ទេហាត់នៅប្រហែលជាគេផ្ដាច់ភ្លើង គេបិទប្រ៉ែតណាបាត់ប្រហែល បិទប្រ៉ែតបាត់តែឡើងលើនេះទៅមើលមួយជាន់ទៀតមើលរៀងមួយជាន់ទៀតគឺមានស្អីគេ ខ្សែវេទនាទេនេះយើ ម៉ែពីខាងក្រៅឡើងកាចមកមើលក្រែភីងណាអូដាច់ចកេះខ្ញុំបាត់ហើយមិនបានក្រែពណ៌ភីងហ្នឹងបងម្ចាស់គេស្រីបង ខ្ញុំអត់ដឹងដែរឃើញអូននឹងជួយចិត្តស្លៀកខោស្រី អូចេញមកឡើង girly បងនេះមានផ្កាមានអីណាហ្នឹងហើយបេះខាងក្រៅឡើងកាចហើយខាងលើនេះគឺមានសាការ៉ាធ្លាក់ទៀតអូយស៊ីខូចមកហើយ ដឹងមិនទេ មានទូកៅបងឆែកទូកៅគេទីមើលមានអីគេ តិចមានប៊ីគីនីរបស់ស្រីហ៎ ឡើងសាប់អត់អីវិញតាហើយបងជាបន្តទៀតយើងចេញពីផ្ទះនេះយើងទៅណាទៀត ទៅធនាគារដែលឈ្មោះគេមករស់ស៊ីហើយគេអាចទៅដកលុយដាក់លុយតាមហ្នឹងឬក៏កម្ចីតាមហ្នឹងអញ្ចឹង អូមានធនាគារទៀតអូនេះ bank ណាឈ្មោះធនាគារនេះ Morosa Bank អូយើងហៅកាត់ MOS Bank អូយើងមាន AVA យើងមានអីគេ AC នេះ MOS Bank អូខេយើងនេះក្នុង Minecraft នៅ Peaceful Map B មាន MOS Bank យើងចង់ដកលុយដាក់អីបានហ្នឹងហើយតោះឥឡូវចូលធនាគារបងចូលធនាគារដាក់លុយមើល ចូលដាក់លុយមកឥឡូវយើងអង្គុយចាំគេសិនព្រោះចូលធនាគារយើងត្រូវមានលេខរងចាំហើយយើងត្រូវអង្គុយចាំគេសិនគេហៅយើងទៅទូអញ្ចឹងណា និយាយទៅច្បាយក្រង់មានលេខពិសេសអញ្ចឹងអាចចូលបានមុនគេ ច្បាយក្រុងមានលេខពិសេសចូលបានមុនគេខ្ញុំច្បាយក្រុងខ្ញុំណាទៅទូលេខម៉ាននេះទៅលេខ2លេខ2នេះ សូមជម្រាបសួរច្បាយក្រង់ដែលចូលមកធនាគាររបស់ខ្ញុំ បាទជំរាបសួរហើយនៅនេះដាក់លុយក៏បានត្រូវទេ បច្ចុប្បន្នបានតែផ្ញើទេដកអត់តាន់បានទេ បានតែផ្ញើដកបានសមត្ថភាពអត់ 100% ហើយការប្រាក់គិតមិនដែរផ្ញើយើងការប្រាក់គិតមិនដែរ 1.75% 1.75% នៅក្នុងមួយខែអូចាំឡើង ខ្សែនេះយើងដាក់ខ្សែ ជួយគិតខ្ញុំតិចបងប្អូនមកជួយខមមិនប្រាប់ខ្ញុំផងថាគួរទុកចិត្តធនាគារនេះអត់ព្រោះខ្ញុំខ្លាចខ្ញុំខ្លាចតែដាក់លុយទៅបាត់លុយបាត់ទៅធ្វើម៉េចទៅបាទឥឡូវលុយនៅក្នុងខ្លួនគឺវាមាន$25,000ជាងដែរហ្នឹងនេះអញមើលបាននេះ$25,5761ឥឡូវគួរដាក់ទៅគាត់ខំហៅយើងហើយយើងអត់ដាក់វាអត់កើតឥឡូវគួរដាក់ហ្មងយើងជួយខមមិនប្រាប់មកជួយដាក់ហ្មងសួស្ដីលោកអគ្គនាយកធនាគារខ្ញុំពិសាមួយអ្នកផ្ទះហើយមិញហ្នឹងអ្នកផ្ទះគាត់ថាដាក់10000ឥឡូវខ្ញុំដាក់10000ណា អូខេ អញ្ចឹងការប្រាក់មួយខែក្រង់ខ្ញុំមកបើកវិញ 1.75% ណា
10000 អូខេទឹកប្រាក់ឃើញហើយ10000 បាទអត់មានរត់ចោលស្រុកទេណា អត់ទេអត់ទេ អរ៉ៃតើឥឡូវយើងបានផ្ញើលុយធនាគារហើយយើងចេញមកវិញតើឥឡូវយើងទៅតណាតទៀតបាច់ទៅតទៀតទេនៅមុខធនាគារហ្នឹងមកនេះមានរូបកផ្លូវមកនេះខ្ញុំមានអារម្មណ៍ clear នេះអញ្ចឹងនេះគឺម្ចាស់ហាងឈ្មោះតា Leader ហ្នឹងឯងសួស្ដីបង សួស្ដីកន្លែងយើងនេះលក់មាន់ជាសិតមានបន្លែហើយនឹងមាន់ សុំមាន់នេះគេមិញមាន់ដុតហ៎ មិនដុត មានថែមមានដាក់ទឹកឃ្មុំហ៎មានដាក់ទឹកឃ្មុំហ៎មានដុតទឹកឃ្មុំហ៎ មានដាក់ទឹកឃ្មុំ អូខេដាក់ទេហងរងចាំខាងក្រៅហ្នឹងឯងភេលុយឲ្យអត់ ទៅហើយអីវ៉ាន់ដល់ដៃ អស់ហ្មង199 ប៊ូច199អូអតិជនច្រើនដល់ហើយនេះពេញហាងមកឥឡូវហាងក៏អតិជនច្រើននេះមិនមែនតិចទេច្រើនមែនឥឡូវខ្ញុំអង្គុយតុកមួយមួយខ្នាញ៉ាំឆ្ងាញ់ទេបង ឆ្ងាញ់ ឆ្ងាញ់អីមាត់ឆៅចេះឆ្ងាញ់មើលមាត់ដឹកឲ្យខ្ញុំអត់ឆ្អិនហ្មងមាត់ឆៅហ្នឹង អត់តើ អូម្ចាស់គេថាឆ្អិនដែរអូឆ្អិនដែរនេះឆ្អិនដែរ តែមាត់កាន់មើលទៅឃើញនេះខោឯណា ម្ចាស់ហាងមិញស្រែកមកថាឆ្អិនដែរឆ្អិនមែនដែរអូសុំទោសបាទខ្ញុំយ៉ាចូលបានហ្នឹងតែយើងញ៉ាំមាត់ហើយតោះកាត់យើងទៅបន្តទៀតអញ្ចឹងហាងនេះគ្នាយ៉ាចូលបានហ្នឹងហើយក ន្លែងនេះកន្លែងអង្គុយពិភាក្សានិយាយប្រជុំមួយគ្នាទេមិនបាច់មើលអីច្រើនទេគ្រាន់មើលពីចម្ងាយទៅដឹងទេ អូនេះពាក្យសារប្រជុំអីចឹងទៅគឺយើងអាចអង្គុយនៅតុកនឹងបានយ៉ាងនេះយើងមើលបាននេះគឺមានតុកអង្គុយប្រជុំអីចឹងទៅអញ្ចឹងអ្នកភូមិមានច្រើនអញ្ចឹងចង់ប្រជុំក៏ត្រូវមានកៅអីច្រើនដូចគ្នាដែរតើឥឡូវយើងទៅតទៀតគឺយើងមកដល់ផ្ទះអីគេនេះអូនេះឈ្មោះតមើលពីចម្ងាយមិនអានចេញនេះ Mini Zoo ចូលស្វាគមន៍មកកាន់សួនសត្វគ្នាយើងបាទអូចូលមកដល់ Panda ស្វាគមន៍មកខាងនេះគឺមាន Panda កំពុងហែកទឹកដែរមានស្ពានអីចឹងមកមិនបាច់គេ review ទេយើង review ខ្លួនឯងតែម្ដងទៅកាត់លឿនហ្នឹងហើយគេដែរមានអីយ៉ាចុំតែអីអាយ៉ាពីណានេះធ្វើអីនេះយ៉ាពងធ្វើអីដែរខ្ញុំដឹងទេយើងកាត់ណៃយល់ខ្លួនឯងទៅហ្នឹងហើយមកហើយតទៀតគឺមានគោមានអីយើងសួនសត្វនេះគឺគ្មានសត្វចម្លែកអីក្រៅពីគោ Panda ជ្រូកអីហ្នឹងទេហ្នឹងហើយមានប៉ុណ្្នឹងតើយើងចេញពីសួនសត្វ Mini Zoo ហ្នឹងមកចេញមកគឺយើងមកដល់ផ្ទះខាងមុខនេះគឺមានហ្គាយើងមកហ្គាបែបភីងហ្គាមកពីណាគេដែរណាគេមកចាក់ហ្គា គេខ្ញុំ ម៉ូរ៉ូសាជួយមកចូលចិត្តប៉ោភីងហ្នឹងហ្មងមិញមុនហ្នឹងឃើញផ្ទះប៉ោភីងណាឥឡូវភីងទៀតចូលចិត្តហ្មង ចូលចិត្ត សួរតាមត្រង់ស្រឡាញ់ប្រុសនេះ កន្លែងស្រីណាកន្លែងប្រុស អូស្រឡាញ់ស្រីអូជាបន្តទៀតយើងមកហ្វាមហ្នឹងហើយអូកន្លែងដាំដំណាំស្អាតបានស៊ីផ្លែហូបផ្លែទេមើលទៅនេះដំណាំនេះបាទដាំមកគឺដាំយកស្អាតតែម្ដងហ្នឹងហើយមកឥឡូវជាបន្តទៀតយើងមានដាំឈើមានអីចឹងមកហើយមានស្អីនេះ private garden មានសួន private ទៀត អូអានេះគឺសម្រាប់គេតែ2នាក់អញ្ចឹងណា អូសម្រាប់គេ2នាក់ឲ្យចូលច្រើនមែនសួន private នេះចូលមកមកចុកដាច់ខ្យល់ខាងក្រោមអូខាងក្រោមនេះចូលខាងក្រោមអូគេ private របស់គេមែនអានេះនិយាយសួរស្ដាប់សួននេះសួនលាក់ខ្លួនហ្នឹងហើយមកយើងទៅកន្លែងបន្ទាប់ទៀតយើងទៅណាទៅណីទេមកគេនាំទៅចេះទៅហីអូមកដល់ទៅនេះគឺយើងមកដល់សួននេះមកដល់សួនអូខេមានសួនរូបបេះដូងដល់ឥឡូវចុំអត់ស្វាគមន៍ភ្ញៀវទេសាច់នេះដាច់ខ្ញុំនេះនេះ fur នេះដាច់ខ្ញុំឯងចូលខ្ញុំនេះដល់ឥឡូវយើងចូលមកកាន់សួននេះគឺសួននេះគេសួនសត្វដែរមែន របៀបតែគាត់ដាក់សត្វល្មតែគាត់ថាសួនអង្គុយលេង ចូលមុននេះស្វាគមន៍ខ្ញុំនេះអូខ្ញុំចាញ់ទៅវិញមុនអត់ស្វាគមន៍ខ្ញុំនេះទាំងមួយទាំងពីររត់ទៅជុលខ្ញុំ គេហាត់ស្រឡាញ់តាគេមានជុលណា អូហាត់ស្រឡាញ់អូខេអូស្រឡាញ់ខ្ញុំស្វារត់ជុលខ្ញុំវិញអត់អីតែយើងមើលប៉ុណ្ណឹងបានតើគឺយើងមើលខ្លួនឯងចាក់ស្ដាយតែខ្ញុំហោះទៅខាងលើឲ្យគ្នាយើងមើលយើងសួរហ្នឹងគឺមានចំ sniffer មានចំជ្រូកមានចំជាមួយនឹងជាមផងដែរហើយមានកន្លែងអង្គុយមានអីលេងតែគឺបែបលំហែ relax ទេហ្នឹងហើយតែយើងមើលប៉ុណ្ណឹងកាត់បាល់បាន អូមើលបាល់បានអូពីខាងក្រោយហ្នឹងគឺមានកន្លែងមើលបាល់ណាអូនេះយើងអាចពីខាងក្រោយហ្នឹងមានតារាងបាល់ហ្នឹងហើយជើងសួនហ្នឹងគឺតារាងបាល់អ្នកគ្នាយើងអាចទិញកន្លែង VIP អង្គុយពីទីនេះទៅក៏អាចមើលបាល់បានដែរតើបន្ទាប់ទៀតមកខាងនេះគឺមកដល់ផ្ទះអីគេបងផ្ទះកសិករ ដោយសារតែខ្ញុំអត់ដឹងថាខ្ញុំនិយាយអីចឹងខ្ញុំអត់ដឹងថាខ្ញុំនិយាយអីព្រោះក្នុង reaction របស់យើងនិយាយវាអត់វាកាត់ចង្វាក់នៃវីដេអូដែលយើងមើលដែលយើង reaction យើងមិននិយាយច្រើនទេព្រោះនៅក្នុងនេះដូចជា scene និយាយទៅវាមាន action ផ្សេងសម្រាប់អ្នកគ្នាមើលអញ្ចឹងបើខ្ញុំនិយាយទៀតវាខូចសាច់រឿងអញ្ចឹងយើងមើល slow អញ្ចឹងហ្មងទៅ អូនេះកសិករអូផ្ទះកសិករលយនេះបែប relax ខ្ញុំចូលចិត្តចេះជាងនេះបាច់ស្អាតពេកចេះមានអារម្មណ៍ថា relax ជាងហើយពីខាងក្រោយមានតែអូ
ណែផ្ទះកសិករមកផ្ទះកសិករលោជាងផ្ទះមុខនេះទៀតមកមានទេសភាពស្អាតជាងផ្ទះមុខនេះទេសភាពបែបប៉ារីសនេះកាទីក្រុងប៉ារីសនេះយ៉ាងទូហ្វែលនៅខាងប៉ារីស តែពិតត្រូវស្អាតតែមានជនអនាមិកគាត់យកដូចកេះដាក់ដុតហើយដាក់កម្មផ្លាញទៅជាតិចឃើញខ្ទេចខ្ទីអស់ចឹងអត់ អូខេអញ្ចឹងគ្នាយើងតាមពិតកន្លែងនេះគឺស្អាតគ្នាយើងអាចមានសួនមានអីតែឥឡូវនេះគឺសល់តែប្លុកទេព្រោះវាឆេះអស់ហើយនេះយើងអញ្ចឹងហើយដែលយើងអាចមើលឃើញពេលនេះគឺឃើញតែទូហ្វែលទេនេះយើងនេះទូហ្វែលសោកស្ដាយមែនទែនដែលគ្នាយើងខ្លះគាត់បំផ្លាញនិយាយម្ដងទៀតពាក់ព័ន្ធជាមួយនឹងភូមិដែលខ្ញុំ review ឲ្យសុំគ្នាយើងកុំតែ rate បើសិនជាគ្នាយើង rate ខ្ញុំនឹង ban ហើយភូមិដែលខ្ញុំ review ឲ្យអាចថាដូចរាប់ជាសម្បត្តិបតិកភ័ណ្ឌអញ្ចឹងគឺសម្បត្តិប្រចាំ server តែម្ដងអញ្ចឹងហាម rate បើ rate គឺមានបញ្ហាអញ្ចឹងភូមិណាខ្លះដែលខ្ញុំ review នឹងយើងតាមដានក្នុង video ក្នុង live គឺយើងដឹងហើយអញ្ចឹងកុំតែ rate បើសិនជាគ្នាយើង rate អ្នកក្នុងភូមិគាត់ចាប់បានឬមួយក៏ខាងមេភូមិ report មកបងខ្នាគាត់ report មកថាបុគ្គលម្នាក់នេះកំពុងតែ rate ភូមិគាត់កំពុងតែបំផ្លាញនៅភូមិរបស់គាត់ឬមួយក៏បរិវេណភូមិគាត់អាហ្នឹងគឺខ្ញុំសូម ban គាត់ចោលហើយអូខេអញ្ចឹងគ្នាស្ដាប់តន់អញ្ចឹងជាបន្តទៀតយើងចាញ់ពីតំណឹងមកយើងមកដល់ផ្ទះខាងនេះគឺផ្ទះរបស់ Haro Bombastic អូផ្ទះនេះឮថាម្ចាស់អត់នៅទុកយូរមានខ្មោចទៀតទៅមានខ្មោចមែនទេបងមកចូលក្នុងមានខ្មោចមែនទេជប់ល្ងឹតមែនតើបងផ្ទះគេមានភ្លើងទេផ្ទះនេះពីក្រៅស្អាតហើយពីក្នុង អូច្រើន Oh my god បងអូផ្ទះនេះគឺពីខាងក្រៅមើលទៅស្អាតតែខាងក្នុងគឺអត់កើតទេតោះហើយយើងមកបន្តទៀតបាយ water បាយ water គ្រប់ ប្រ ប្រ ភេ ភេ ទ ទ គ្រប់ប្រភេទ អូគ្រប់ប្រភេទអូយស៊ីខួយចាំមកមើលពាន់ឡាតិចឯងបាយរបស់កូនច្រើន Varagon មកអូផ្ទះបែបជប៉ុនណាស្វាគមន៍មកកាន់ផ្ទះរបស់ Varagon មកផ្ទះបែបជប៉ុនមកបងមកផ្ទះជប៉ុនមក តែចាស់ហ្នឹងពីមុនជាវិហារជប៉ុនមួយដែលគេទុកចោលទេតែបើចាស់ដែលគាត់នៅគាត់ធ្វើហើយគាត់លេងនៅគាត់ទុកចោលយកទៅវាមានរបបពីងពីងមានអីញ៉ៃទៅខ្ញុំបកគលឲ្យ Varagon នរណៃយកផ្ទះហ្នឹងធ្វើថ្មីទៅ អូអញ្ចឹងសរុបមកផ្ទះនេះធ្លាប់ផ្ទះបោះបង់ចោលធ្លាប់ជាវិហារបោះបង់ចោលដែរណា ហ្នឹងហើយ អូខេឥឡូវ Varagon clean វាស្អាតទេឥឡូវចូលទៅមើលមានរូបរាងមិន ចូលទៅមើលតា យូកាយតាំងមាន inventory យ៉ាងមកហើយទៅនេះអីគេកន្លែង spawn ឯ sport ខ្ញុំបង អូគេមានកន្លែង spawn គេ private ឥឡូវមានចដាឡើងទៅខាងលើចដាហោះទៀតណាចដាវិតមុនណាខាងលើខាងលើមានអីយ៉ាងស្លាស់ថេងហ្នឹងអានេះខាងលើដបគាត់មានអីដែរក្នុងផ្ទះនេះអត់មានអីទេនេះយើងហ្នឹងហើយកាត់អត់មានអីទេអរហើយតោះជាបន្តទៀតមកដល់ផ្ទះរបស់កញ្ញាលីដានេះផ្ទះគាត់មិនលឺសំឡេងគាត់មួយថ្ងៃឯងគាត់នាំយើងមើលភូមិមួយថ្ងៃឥឡូវដល់ផ្ទះគាត់ហើយនេះលីដារូរ៉ាអូខេផ្ទះគាត់រីលាក់ខ្លួនក្រោយគេតិចយើងមើលខាងក្រៅសិនទៅផ្ទះគាត់មានរូបរាងបែបហ្នឹងហ្នឹងហើយដូចវិឡាកូនកាត់នេះយើងមកតោះចូលខាងក្នុងបើកទ្វារចូលក្នុងមកអូខេតោះខាងនេះគឺអូ inventory លោយ inventory គេរៀបម្ចាស់គឺស្អាតមួយយ៉ាងនេះរៀងដាក់ឆេះធម្មតាសាំភ្នែកពេកដាក់អា barrel នេះខ្លះគឺស្អាតខ្ញុំចូលចិត្តអានេះខាងនេះចូលចិត្តមើលទៅវាស្អាតបែបមួយយ៉ាងអូផ្ទះវិឡាក៏ស្អាតដែរនេះយើងនេះវិឡាក៏ស្អាតមែនយីមែនខាងនេះគឺកន្លែងអង្គុយទូភ្ញៀវអីចឹងទៅខាងនេះគេជាក្រានបាយ ក្រានបាយ ខាងនេះគឺជាក្រានបាយនេះអូខេមកផ្ទះចាំសាច់ឆ្មានៅខ្លងផ្ទះគេចាំសាច់ឆ្មាយើងមានឆ្មានេះតោះឥឡូវយើងឡើងទៅខាងលើមកអូបន្ទប់គេងគាត់អូខេខាងក្រៅមានទេសភាពអីចឹងទៅតែគាត់អស់មកនឹងខាងក្រៅគឺមានសួនទឹកមានសួនអីមានចំជៀមអូខេមានចំសេះអីចឹងទៅអញ្ចឹងអស់នេះយើងទៅអស់មកនឹងឥឡូវបន្តទៀតយើងមកដល់វិលមកដល់កន្លែងដើមវិញនេះមិនតែកន្លែងនេះគឺស្អីគេរូប Penguin មួយអូខេហើយខាងនេះគឺរូបក្តាន់ហ្នឹងហើយគឺតំណាងបែប Christmas theme អីចឹងទៅហ្នឹងហើយអូខេ ឥឡូវយើងទៅជិះទាលេងតាទៅជួលទាជិះលេងមក អូមានទាជីទៀតតនេះ យោឆ្នេរខ្សាច់គ្នាយើងវិញឆ្នេរទៀតលយខ្ញុំចូលចិត្តឆ្នេរសមុទ្រនេះយើងជីវិតពិតក៏ខ្ញុំចូលចិត្តឆ្នេរដែរហើយបើគ្នាយើងសួរខ្ញុំថាចេះឆ្នេរនិងភ្នំខ្ញុំយកមួយណាខ្ញុំយកសមុទ្រខ្ញុំយកឆ្នេរខ្ញុំចូលចិត្តឆ្នេរខ្ញុំចូលចិត្តសមុទ្រជាងភ្នំហ្នឹងហើយយ៉ាងនេះមើលបាននេះគឺជារូបរាងបែបឆ្នេរនិយាយមើលបានទេសភាពលយហើយមានពងមានទូកមានអីជិះលេងចឹងទៅហ្នឹងហើយឥឡូវជិះកាលអត់បង សួរអ្នកដាក់ជួលណាឯណាលីដា ឯណាអ្នកជួលណាអ្នកជួល យកមើលជិះម្ដងហ្មងហ្នឹង free អូ free ខ្ញុំចូលចិត្តរបស់ free អូខេនេះយើងឥឡូវនេះខ្ញុំកំពុងតែជិះទូកនេះទូកខ្ញុំគឺទូក unicorn ហ្នឹងហើយខាងនេះគឺទូកបងខ្នាកូនទាខាងនេះគឺទូកបោះម៉ៃកូនទាដែរហ្នឹងហើយខាងនេះគឺបោះសាលមកសើកូន unicorn ដូចខ្ញុំដែរដូចគ្នាហើយខាងនេះគឺដៃគូដៃកង់គេនេះយើង Varagon ជាមួយនឹង Morosa គេជិះទាដែរទាទូចហ្នឹងហើយលយមែនខាងនេះដៃគូដៃកង់គេដែរនេះខាងនេះ Baby Angel ជាមួយនឹង Lida Rura ខាងនេះគឺ unicorn ដែរឈ្មោះ Alex YT យើងប៉ុណ្្នឹងនេះគឺយើងកំពុងតែជិះតានេះជិះទៅមាត់កើតទេបានអង្គុយយ៉ាងទេជិះទៅមាត់កើតទេអូខេអញ្ចឹងឆ្នេរនេះលយយើងគ្នាយើងជិះទូកលេងទឹកហែទឹកហត់យើងអាចមកអង្គុយទៅនេះបាននៅមុខឆ្នេរនេះមានកន្លែងអង្គុយមានកន្លែងដេកលេងអញ្ចឹងទៅគឺលយសិតអត់ទៅកាន់អ្នកសង់ណែគេអ្នកសង់ លីដា ណាគេខ្លះ លីដា ខ្ញុំ Lida មួយ Baby Angel ហ្នឹងពីរនាក់ហ្នឹងមែន ខ្សាច់
ខ្ញុំនឹងមកសា អូអញ្ចឹងមានការចូលរួមពី Paragon ដែរនេះគឺក្នុង land មកណាហើយនេះគឺក្រៅ land ទេនេះក្រៅ land ទេអញ្ចឹងគ្នាយើងកុំវាយចោលបើវាយចោលពួកគាត់ screenshot បានគឺខ្ញុំ ban ចោលហើយណាគ្នាខ្ញុំប្រាប់ឲ្យហើយអញ្ចឹងឲ្យតែប៉ា event របស់ភូមិគាត់ដល់ណាគឺក្រៅ land ក៏ដោយអីក៏ដោយក៏គ្នាយើងអាចគំតិចបានដែរអូខេចឹងអាច red បានដែរអាយ៉ាទីបំផុតមកដល់សំពៅហ្នឹងហើយឃើញយូរហើយនេះខ្ញុំឆ្ងល់យូរហើយបាទទៅសំពៅហ្នឹងជីកមិនឲ្យទៅណាទៅណីឥឡូវយើងមកដល់ហើយនេះយើងអូសំពៅនេះស្អាតជាងមែនស្អាតមែនតើពីណាគេអ្នកសង់សំពៅហ្នឹងមើលពីណាគេអ្នកសង់ម្ដងទៀតមើល Morosa មករសាសង់បានស្អាតល្អមើល YouTube អត់មើល YouTube សង់អត់ មើលដូចគ្នាតែមើលបានធ្វើការ អូមើលអូខេមើលធ្វើការសំខាន់មើលឲ្យវាចេញណាអញ្ចឹងបងចង់ប្រាប់គ្នាយើងអ្នកដាក់ចេះវាយើងអាចមើល YouTube បានយើងមើល YouTube សិនទៅព្រោះការចាប់ផ្ដើមដំបូងគ្មានអ្នកណាល្អអត់ចោះឲ្យចេះហ្មងឯងទៅតែមានការរៀនអញ្ចឹងរៀនតាម YouTube ក៏ដោយរៀនតាម app ណាផ្សេងក៏ដោយរៀនទៅពេលដែលយូរទៅយើងនឹងមានគំនិត creative កាត់ចេញពីខ្លួនឯងហើយអញ្ចឹងមករសាថ្ងៃក្រោយសង្ឃឹមថាថ្ងៃក្រោយមរសានឹងមានគំនិត creative ជាងហ្នឹងសង់អីថ្មីមកបានច្រើនអញ្ចឹងជួបគ្នា season ក្រោយទៀតណោះមរសាអញ្ចឹងនេះយើងនេះគឺជាកំពុងផែចេញទូកចេញសំពៅអញ្ចឹងទៅអញ្ចឹងទូកក៏ដាក់ចតជាប់ជាមួយនឹងផែបានទេអញ្ចឹងគ្នាយើងត្រូវការលោតអញ្ចឹងដើមដល់ត្រង់គឺត្រូវលោតអញ្ចឹងណាហ្នឹងហើយនេះលោតដូចមរសាអញ្ចឹងទៅតែឥឡូវជាមួយខ្ញុំលោតផុតអត់លុច easy តែឥឡូវយើងបានឡើងមកដល់លើសំពៅហើយតើឥឡូវយើងទៅជប់ជាមួយនឹងកាយបន្ទាប់ទៀតមកមរសាតាណាទៀត នេះបន្ទប់សម្រាប់ដាក់អីវ៉ាន់ បន្ទប់ដាក់អីវ៉ាន់អូខេអូយណាបន្ទប់កាប៉ិតែនបើកទូកហ្នឹងណាបន្ទប់កាពីតែននៅខាងលើ អូខេយើងឡើងលើមកយើងតកន្លែងកាប៉ិតែនបើកទូកខ្ញុំចង់មើលជាងគេយ៉ាអូនេះកន្លែងបើកទូកណាអត់មានដៃបើកទូកទេ នៅបើកខាងលើនេះទេ អូបើកខាងលើអានេះបន្ទប់កាប៉ិតែនអានេះបន្ទប់គេនៅបន្ទប់កាប៉ិតែននៅឯងបន្ទប់បើកទូកផ្សេងអូខេនេះកន្លែងបើកទូកហ្នឹងឯងដៃសំពៅនេះធ្លាប់ឃើញអត់ខ្ញុំដាក់រូបខាងលើហ្នឹងហើយអ្នកមើលវីដេអូគឺឃើញតែឥឡូវយើងបានឃើញកន្លែងបើកទូកហើយនេះគឺមានផែនទីគឺមានត្រីវិស័យមានអីមើលទឹះមើលអីចឹងទៅហ្នឹងហើយមកដល់តែនេះគឺមានបន្ទប់ទៀតអានេះបន្ទប់អីគេវិញនេះឯងចូលមកដល់បន្ទប់អីគេអ្នកសាបន្ទប់អ្នកសិក្សាកូនកាពីតែនអញ្ចឹងរៀនអីអញ្ចឹងណានេះអូជំនួយការកាប៉ិតែនអីយើងអាចមកស្នាក់នៅទៅនឹងបានអាចសិក្សាបានណាតោះឥឡូវចុះទៅខាងក្រោមបន្ទប់ទៀតចុះទៅខាងក្រោមពេលមកដល់ខាងក្រោមមានកន្លែងអង្គុយញ៉ាំអីមែននេះកន្លែងអង្គុយញ៉ាំអីអូខេកន្លែងអង្គុយញ៉ាំអីអូខេសម្រាប់ហត់ការងារដឹកអីវ៉ាន់អីទៅសម្រាប់នៅទីនេះយើងអាចញ៉ាំអីបានអូខេហើយបន្តដល់មកខាងនេះគឺវាបន្ទប់ទូចអានេះបន្ទប់កម្មករអូមានកម្មករច្រើនអញ្ចឹងយើងត្រូវការមានកន្លែងអីគាត់សម្រាកដែរហ្នឹងហើយចឹងមកបន្ទប់មានក្រែ2អញ្ចឹងទៅនេះក្រែ2អញ្ចឹងទៅគាត់សម្រាកជាមួយគ្នាអញ្ចឹងទៅហ្នឹងហើយអានេះបន្ទប់សម្រាប់ដាក់អីវ៉ាន់យើងដឹកអីវ៉ាន់ទៅអូខាងនេះគឺអីវ៉ាន់អីអញ្ចឹងទៅគឺយើងអាចដាក់ខាងក្រោមនេះបាននេះអីវ៉ាន់សំខាន់ណាស់មកដាក់ខាងក្រោមចេះព្រោះជាទូទៅអីវ៉ាន់ដែលអត់សូវសំខាន់នេះគេដាក់ខាងលើហើយហ្នឹងហើយធម្មតានេះអីវ៉ាន់សំខាន់មាននេះគ្នាមើលបានមានមាសមានអីអញ្ចឹងទៅអូខេមានពេជ្រអញ្ចឹងទៅអូខេអានេះសម្រាប់អីវ៉ាន់យើងដាក់បាតសំពៅតែម្ដងអូនេះជាអីវ៉ាន់ដល់បាតសំពៅយើងសំពៅនេះដឹកអីវ៉ាន់បានច្រើនហ្នឹងគេអូឥឡូវគេចែកអីញ៉ាំឯដល់មកញ៉ាំអីយើងឃ្លានអីអូតែយើងឈាមមកចុំពលសុបនេះពលអូចង់ពលខ្ញុំឥឡូវបោះស្រាយមើលឥឡូវមិនកាត់អីមិនបានចង់ពលខ្ញុំអញ្ចឹងកាត់អីអត់ទេកំណឹងធ្វើពីព្រឹកហើយដល់វាផ្អមមហូបផ្អមតែបើខ្ញុំពលដែរអាហ្នឹងវាគួរតែខ្ញុំផ្អមពលដែរមិនបានពលតែមួយអរេហេតុផលអត់សមស្របទេអត់សមស្របទេតែឥឡូវលើកទី1យើងអនុគ្រោះឲ្យយើងមកមានលើកក្រោយទៀតយើងមិនអាចទទួលយកបានទេដាក់មហូបផ្អមដាក់មហូបសល់ឲ្យយើងហូបតែបន្ទាប់ទៀតយើងមានចដាចោះតាណាត្រីទៀតអីនេះមកដល់ផ្ទះស្អីគេហ្នឹងអានេះមិនផ្ទះណាក្បូនណាក្បូនយើងឈរហ្នឹងក្បូននេះណាអូក្បូនអូខេនេះយើងអាចមើលបាននេះគឺមិនមែនផ្ទះទេគឺក្បូនចឹងគ្នាយើងស្គាល់ក្បូនអត់ស្គាល់ក្បូននេះខ្ញុំដាក់រូបនៅខាងលើហ្នឹងឲ្យគ្នាយើងមើលព្រោះក្បូនម្ដងគឺវាមានតែអាស័យនៅខាងក្រោមអីទេតែនេះគឺគេសង់ផ្ទះនៅខាងលើហ្នឹងទៀតហ្នឹងហើយអញ្ចឹងនេះគឺជាក្បូននេះយើងមើលខ្លួនឯងបានគឺក្បូនធ្វើពីអាស័យហ្នឹងហើយក្នុង Minecraft ក៏ដាក់អាស័យដែរហ្នឹងហើយក្បូនហ្នឹងគេជីតាណាវិញសម្រាប់ជួលស្ទូចត្រីលេងអីចឹងទៅអូជួលស្ទូចត្រីលេងយើងអាចជីតាណាទៅនៃស្ទូចត្រីតាមហ្នឹងទៅតទៀតយើងមានអីគេយើងមានរូបសំណាក់នេះហ្នឹងហើយរូបសំណាក់រូបដើកខ្ញុំឲ្យគ្នាយើងមើលហោះឲ្យគ្នាយើងមើលរូបដើកគ្នាយើងមើលខ្លួនឯងចាក់ស្ដែងទៅ Build by Baby Angel មានតែមិនដែររូបដើកហ្នឹងខាងចេញទៅចម្លងធေါ်ហើយពាក់ព័ន្ធនឹងមួយខាងចេញទៅចម្លងធေါ်វិញជីងដើកទៅចម្លងធေါ်អូជីងដើកទៅចម្លងធေါ်អូបាទមកស្ទូចត្រីក៏បានចង់ទៅចម្លងធေါ်ក៏បានដែរបាទបងប្អូនឯងមកជីងដើកនេះបានសូមអរគុណបន្ទាប់ទៀតយើងចូលមកដល់ផ្ទះកាជុកនៅខាងក្រោមហ្នឹងដែរនេះគឺជាផ្ទះជួលที่យើងចឹងអីវ៉ាន់ក្នុងផ្ទះហ្នឹងគឺអត់មានទេចឹងទាំងអស់គ្នាពេលដែលជួលអាចយកអីវ៉ាន់ខ្លួនឯងយកមកដាក់ក្នុងផ្ទះហ្នឹងបានហ្នឹងឯងយើងដាក់
ដាក់ខ្លួនឯងទៅបន្ទាប់ទៀតនឹងមានខាងផ្ទះខាងនេះផ្ទះអីគេ វីដេអូយូរដែរកន្លះម៉ោង ខាងនេះគឺម្ចាស់គាត់នៅនេះនៅខាងក្រោមទឹកដែរប៉ុន្តែគាត់មានឆ្លៀតដាំដំណាំលើផ្ទះឲ្យបានទេនេះចូលបន្ទាប់ទៀតមកដល់ផ្ទះម៉ូរ៉ូសាផ្ទះទី2របស់ម៉ូរ៉ូសាអូផ្ទះម៉ូរ៉ូសាទី1មិញគឺពណ៌ពីងកាជូកឥឡូវមកដល់ផ្ទះទី2របស់គាត់គឺនៅក្រោមតាមសាកូរ៉ាពណ៌កាជូកដែរហ្នឹងហើយប៉ុន្តែផ្ទះអត់ពណ៌កាជូកទេផ្ទះឈើធម្មតាហ្នឹងហើយផ្ទះនេះគឺមាន view ពីរសងខាងនេះគឺនៅក្រោមដើមឈើអញ្ចឹងទៅហើយចំណែកបើយើងមើលមកពីខាងនេះវិញគឺវាបែរមកខាងមាត់ទឹកអញ្ចឹងណាហ្នឹងហើយគឺលយមួយយ៉ាងដែរអញ្ចឹងផ្ទះនេះគឺមានមុខពីរឥឡូវយើង review ផ្ទះក្នុងភូមិអស់ហើយខ្ញុំហៅឲ្យគ្នាយើងមើលម្ដងទៀតនៅក្នុងភូមិនេះគឺធំមែនតើយើងមើលពីលើចឹងស្ដាប់មែន អញ្ចឹងជាបន្ទាប់ទៀតចុងក្រោយនេះគឺយើង back មកកាន់កន្លែងដំបងគេគឺកន្លែងប៉ុណ្ណឹងឡានប៉ុណ្ណឹងទូកមិញហ្នឹងឯងហើយយើងចាប់ផ្ដើមប៉ុណ្ណឹងតែម្ដងតើឥឡូវយើងរៀបខ្លួនប៉ុណ្ណឹងឯងយើងគូទី1ទឹកទី1បាទស៊ីងម៉ាសាប៉ាជាមួយនឹងម៉ូរ៉ូសាចុះឥឡូវខ្ញុំសុំហោះមើលផ្លូវសិនបាទយើងអាចយើងមុននឹងប៉ុណ្ណឹងយើងត្រូវមើលទីតាំងផ្លូវយើងមើលភូមិសាស្ត្រហើយមកដល់ទៅនេះមាន corner មួយត្រូវកោងជាមកដល់ទៅនេះមាន corner មួយទៀតត្រូវកោងទៀតមកដល់ទៅនេះមាន corner មួយទៀតត្រូវកោងមួយទៀតហ្នឹងហើយអញ្ចឹងពេលជិះមកដល់គឺដល់ទីហើយនេះទីនៅទៅនេះប៉ុណ្ណឹងម្ដងប្រហែលជុំគណៈកម្មការ តាមមកជុំបាន មកជុំហ៎អញ្ចឹងមកជុំដល់ទីទៅនេះគឺឈ្នះហើយត្រូវ ចា អូខេតោះយល់ ជប់ឲ្យទឹកសិន យយ អីយ៉ាលយ 1 2 3 go ទៅហើយអេខ្ញុំវល់ទៅទៅហើយអូស៊ីងឈ្នះបាត់ហើយ ទៅហើយពីវយេខ្ញុំឈ្នះគូទី1ខ្ញុំឈ្នះហើយតោះគូទី2ទឹកទី1នេះមិញគូខ្ញុំប៉ុណ្ណឹងហើយខ្ញុំឈ្នះឥឡូវមកវ៉ារ៉ាហ្គនជាមួយនឹងសាលម៉ាសើតោះបងណារាប់បងតោះ let's go 1 2 3 អូទៅហើយអូវ៉ារ៉ាហ្គនលឿនយ៉ាអូសាទៅមួយណាសាទៅហើយ ដល់ហើយណូ អីយ៉ាអូវ៉ារ៉ាហ្គនលឿនវ៉ារ៉ាហ្គនទីទៀតយេ ជឿជឿមានពណ៌នេះ ណៃចូលដល់គូទី3គឺបងខ្នានេះយើងមកគូទី3គឺបងខ្នាជាមួយនឹងម៉ៃមីគីមកខ្ញុំធ្វើ អូដល់ពេលគូខ្ញុំឲ្យទឹកបងខ្នាសិននេះយើងម៉ៃឲ្យទឹកខ្ញុំឥឡូវខ្ញុំឲ្យទឹក ឥឡូវគ្នាខ្ញុំឈ្នះកចាញ់ឥឡូវទីខ្ញុំឈ្នះកចាញ់នេះណាតែរកឡាយខ្ញុំឈ្នះកចាញ់ហ៎ win អូមានតែមិនឈ្នះ ទឹកម៉ៃវិញនេះឲ្យទឹកម៉ៃដែរហ្នឹងហើយតោះ បង 1 2 3ចាប់ដើម let's go ចាប់គូនេះឡងអើយអូម៉ៃមីគីទៅអីយ៉ាម៉ៃមីគីទៅអីបាទគូនេះយ៉ាងវល់ទៀតបងប្អូនបាទគូនេះយ៉ាងវល់តិចអូទៅអីអូម៉ៃទៅអី អូមកខ្នាមកដែរអូខ្នាលឿនអូយ៉ាអូលឿនដល់អូឈៀងហើយមកខ្នាពេលឈៀងទៅពេលលឿនហើយ អានោះនៅសារតកវាល្អទេដល់នេះទៅ តែចឹងនេះយើងមិនហ្នឹងគឺយើងប្រកួត3គូហើយរលអ្នកឈ្នះបាន3អ្នកដូចគ្នាគឺខ្ញុំ Varagon ជាមួយនឹងបងខ្នាឥឡូវ3អ្នកខ្ញុំត្រូវប្រកួតគ្នាតែម្ដងហ្នឹងហើយតើដាក់ទុក3មកទុក3ប្រកួតតែម្ដងទៅ1 2 3ចាប់ហើយទៅហើយអី មិនពោលឿន ទៅអូទ្រីបានឡោ មេភូមិចេញទៅក្រៅវិញបាត់ហើយ yes មកកលេខ2ឯណាមកខ្នាដល់ណាហើយមកខ្នាដល់ណាទៅក្រៅវិញ អូនេះមកខ្នាមកហើយយេ ចុះខ្ញុំឯកទេសប៉ុណ្ណឹងទូគ្នាយើងមិនដឹងថាគេតខ្ញុំឬមិនក៏មិនខ្ញុំប៉ុណ្ណឹងឈ្នះរហូតនៅភូមិរបស់ហៅក្រាស់ហ្នឹងឯងក៏ខ្ញុំឈ្នះដែរឥឡូវឈ្នះទៀតហើយតែឥឡូវយើងប្រកាសអ្នកឈ្នះខ្ញុំលេខ1 Varagon លេខ2និងមកខ្នាលេខ3ណាឥឡូវធ្វើម៉េចឥឡូវ3អ្នកខ្ញុំត្រូវចោះទៅយករង្វាន់ខាងក្រៅវិញមែន មើលយករង្វាន់ពីក្រៅ អូចោះខតែបើគណៈកម្មការរៀងទៀបចឹងណា លេខ1មុន លេខ1 បាននេះមួយ ក្បាលនេះអូលេខមកក្បាលនេះអូខេក្បាលនេះអីទៀត គេ មក gift មកកាដូមួយទៀត nice one តោះលេខ 2បានអីដែរ លេខ2 បានអីគេមើលលេខ 2 អរគុណ អូបានអង្គប៉ាវ អង្គប៉ាវ អូបានអង្គប៉ាវគេបានអង្គប៉ាវចុះមើលខ្នាលេខ3បានអីគេ នេះ អូអង្គប៉ាវដែរបងអង្គប៉ាវតូច អង្គប៉ាវ អង្គប៉ាវតូចនេះអង្គប៉ាវនេះខាងនេះលុយអង្គប៉ាវធំអង្គប៉ាវមានអ៊ីងឆានយ៉ាខ្ញុំប្រអត់បោះខ្ញុំម្ដងតោះ1 2 3អូ
បានអង្គប៉ៅដែរបានសាច់គោបានអង្គប៉ៅទៀតអរ៉េទាំងអស់គ្នាភូមិសន្តិភាព2គឺមានប៉ុណ្ណឹងគឺមានច្រើនគួរសមដែររបស់លេងនិងរបស់មើលចំណៃភ្នែកយើងគឺមានច្រើនគួរសមដែរហើយស្អត់ទៅកាន់ member ទាំងអស់គ្នាដែលបាន build នៅក្នុងនេះគឺយើងបានឃើញនៅក្នុងវីដេអូហើយគឺមានអ្នកណាគេខ្លះអញ្ចឹងពួកគាត់ work hard មែនតើដើម្បី build ភូមិមួយនេះហើយចាស់ស្ដែងខ្ញុំកំពុងតែ live ហើយ review ក្នុង live ហ្នឹងគឺរយៈពេល2ម៉ោងគ្នាយើង2ម៉ោងខ្ញុំមិនដឹងថាគ្នាយើងមើលវីដេអូប្រហែលនាទីទេប៉ុន្តែយើងក្នុង live រហូតដល់2ម៉ោងអញ្ចឹងវាមានអីលេងច្រើនមែនតើនៅក្នុងនេះអរគុណទាំងអស់គ្នាបាយបាយហើយពួកយើងនឹងជួបគ្នានៅវីដេអូក្រោយ អូខេគ្នាយើងមិនដែរវីដេអូនេះខ្ញុំមើលទៅវាល្អមើលសំខាន់បើការ review វាមើលទៅវាយូរមែនតើហ្នឹងហើយខ្ញុំ review មួយគាត់គឺរយៈពេលរហូតដល់2ម៉ោងតិចតួច2ម៉ោងតិចតួចវាយូរដែរយើងថតមុនថ្ងៃគ្រីស្មាស់ថ្ងៃ24ពេលហ្នឹងថ្ងៃ24ឥឡូវក៏ទៅកាត់ផុសដោយសារតែគាត់អត់ស្រួលខ្លួនផងទីមួយក៏កាត់អត់តាន់ផងទៅកាត់ផុសថ្ងៃមិញខ្ញុំមើលបានបន្តិចដែរហើយទៅខ្ញុំថាអូខ្ញុំចាំ live មើលវិញល្អមើលជាងវា surprise ហើយពេលថតនេះខ្ញុំគិតថាវាមើលទៅវាអត់សូវល្អមើលប្រហែលដែលយើង review មាន behind the scene real ពិតអត់សូវល្អមើលទេដល់ពេលគាត់យកមកកាត់គាត់ថែម effect មានសើចមានសបាយមានអីតិចតួចបច្ចេកទេសនៃការកាត់របស់គាត់មើលទៅឃើញស្អាតលយយើងមើលទៅវាល្អមើលល្អសើចទៅតាមហ្នឹងអញ្ចឹងហើយអ្នកដែលអត់ទាន់បានមើលវីដេអូពេញអ្នកទាំងគ្នាអាចចូលទៅមើល channel Sing Master ផងដល់ Sing MC គាត់ផុសនៅក្នុង channel Sing MC គ្នាយើងចូលទៅមើលហើយចុចតឡាចហ្នឹងចូលទៅ subscribe ឲ្យគាត់ផងមួយនៅក្នុងហ្នឹងគេល្បីស្រាប់ហើយខ្ញុំអត់មែនប្រម៉ូទឲ្យគាត់តែគ្រាន់ថាអ្នកដែលអត់ទាន់មើលចង់មើលវីដេអូដែលមិនមែនជាខ្ញុំ reaction អ្នកទាំងគ្នាអាចចូលទៅមើលបានអូខេអញ្ចឹងក្នុងវីដេអូអានេះវីដេអូខ្ញុំមិនមែនបិទ live ណាអញ្ចឹងក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងគ្នានឹងចូលចិត្តហើយកុំភ្លេចចុច like និង subscribe ឲ្យខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតអូខេបាយបាយ